ទំនាក់ទំនងមួយនឹងតើគួរតែកាត់ផ្ដាច់ឬមួយក៏គួរតែបន្តធម្មតាពេលខ្លះយើងអត់ដែលគិតថាយើងចង់បន្តទំនាក់ទំនងរវាងមនុស្សពីរនាក់ឬមួយក៏ក្រុមមនុស្សមួយចំនួនទេដោយសារតែទំនាក់ទំនងខ្លះគឺយើងមានអារម្មណ៍មួយថាវាអត់សមាមាត្រគ្នាអត់ផ្លូវរួមគ្នាហើយតែងតែខ្វែងគ្នាអញ្ចឹងហើយធ្វើឲ្យយើងមានអារម្មណ៍មួយថាម្នាក់ហ្នឹងគឺជាបុគ្គលដែលអត់ល្អឯម្នាក់ហ្នឹងគឺអត់អាចដើរផ្លូវរួមគ្នាជាមួយយើងបាននេះតែអ្នកមានដែលឈរលើគោលចំហទាញយកខ្លួនឯងទៅធ្វើជាគេហើយគេធ្វើជាខ្លួនឯងវិញអត់បើសិនជាយើងថ្លឹងថ្លែងមើលថាតើបើសិនជាយើងជាបុគ្គលម្នាក់នឹងមែនតើយើងធ្វើដោយបុគ្គលម្នាក់នឹងធ្វើដាក់យើងអត់ហើយបើសិនជាយើងគឺជាបុគ្គលម្នាក់នឹងមែនតើបុគ្គលម្នាក់នឹងធ្វើដូចយើងធ្វើដាក់គេអត់យើងឈរលើគោលចំហដែលពីរមិនមែនធំតែឈរលើគោលចំហជាយើងទេតែយើងដើរតួជាគេដែរយើងយកចិត្តគេយកមកដាក់ចិត្តយើងខ្លួនឯងហើយរកដំណោះស្រាយវិញនៅចំណុចកណ្ដាលរួមវិញហើយបើសិនជាដំណោះស្រាយមួយនឹងចម្លើយឃើញថានៅតែមិនអាចបន្តទៅមុខជាមួយគ្នាបានមិនថាទំនាក់ទំនងស្នេហាការងាររកស៊ីឬមួយក៏មិត្តភាពអីផ្សេងៗទេបើសិនជាយើងឈរលើគោលចំហរបស់គេហើយនឹងឈរលើចំហគេជាយើងហើយនៅតែរកដំណោះស្រាយសម្រាប់ឲ្យដើរផ្លូវរួមគ្នារវាងយើងនិងគេទៅមុខតទៀតអត់បាននោះហើយយើងសម្រាប់ចិត្តថាដើរចេញពីទំនាក់ទំនងមួយនឹងទៅវាពិតជាមិនខុសទេដោយសារតែយើងបានព្យាយាមអស់លទ្ធភាពហើយទោះបីជានៅក្នុងលក្ខខណ្ឌបែបណាក៏ដោយទោះបីជាយើងដើរតួយើងជាគេឬមួយក៏គេជាយើងក៏ដោយក៏យើងនៅតែទទួលបានអារម្មណ៍មួយថាអត់អាចទៅមុខរួមគ្នាបានហើយក៏អត់អាចរួមដំណើររួមគ្នាបានដោយសារកត្តាផ្សេងកត្តាមនុស្សកត្តាចរិតឬមួយក៏ហេតុផលផ្សេងដែលយើងគិតថាវាអត់អាចរួមបញ្ចូលជាមួយគ្នាបានណាអញ្ចឹងវាអត់មានអីចម្លែកទេគ្រាន់តែយើងនៅឲ្យដាច់ឆ្ងាយពីគ្នាឬមួយក៏រក្សាគម្លាតពីគ្នាហើយរាប់អានគ្នាបែបធម្មតាមិនចាប់បាច់ស្និទ្ធស្នាលទៅគឺចប់បើសិនជាទំនាក់ទំនងមួយហ្នឹងត្រូវតែបន្តទៅមុខអត់អាចកាត់ផ្ដាច់បានគឺធ្វើត្រឹមតែប៉ុណ្្នឹងទៅគឺអូខេហើយយើងនៅបែបយើងគេនៅបែបគេទឹកទន្លេមិនបំពេញទឹកសមុទ្រតែបើព្យាយាមគេនៅតែព្យាយាមចង់បំពេញយើងអាចនឹងមិនចាំបាច់ខ្លាចឬមួយក៏មិនចាំបាច់កិច្ចវេះយើងនៅតែអាចដើរតួមួយទៀតបានគឺពេលខ្លះ face to face ក៏វាអាចជួយបានច្រើនដែរដោយសារតែសង្គមបច្ចុប្បន្នគឺវាតម្រូវឲ្យបែបហ្នឹងអញ្ចឹងគ្រាន់តែសម្ដែងតែសម្ដែងយូរម្ដងបែនមិនអាចសម្ដែងរហូតបានទេគ្រាន់តែសម្ដែងនៅក្នុងលក្ខខណ្ឌមួយអាចចោះសម្រងគ្នាបត់បែនតាមកលៈទេសៈតែបើសួរថាឲ្យល្អអឿនជាមួយគ្នាឬមួយក៏ឲ្យមានពាក្យអីច្រើននិយាយគ្នាបានទៅមុខរួមគ្នាអត់គឺអត់ទេអញ្ចឹងហេតុផលងាយរស់នៅក្នុងសង្គមឬមួយក៏រស់នៅក្នុងពិភពលោកមួយនេះគឺជាមិនផុតទេពីត្រូវតែមានការសម្ដែងខ្លះចូលទៅក្នុងជីវិតពិតអញ្ចឹងវាជារឿងសាមញ្ញធម្មតាហើយកុំបន្ទោសខ្លួនឯងថាហេតុអីក៏អាចចោះសម្រងជាមួយគេឬមួយក៏អត់អាចទទួលយកអ្វីដែលគេធ្វើបានព្រោះអីយើងមានដែនកំណត់របស់យើងបានដាក់ដែនកំណត់ឲ្យខ្លួនឯងហើយអញ្ចឹងអ្វីដែលមិនល្អសម្រាប់យើងឬមួយក៏យើងគិតថាវាអត់ចាំបាច់អីត្រូវឲ្យយើងត្រូវតែស្របតាមស្ដាប់តាមឬមួយក៏សម្របខ្លួនយើងក៏មិនចាំបាច់បង្ខំខ្លួនឯងត្រូវតែសម្របខ្លួនឬមួយក៏ស្របតាមគេដែរគ្រាន់តែបត់បែនទៅតាមកលៈទេសៈតែប៉ុណ្្នឹងទៅគឺអូខេជីវិតយើងគឺយើងអ្នកកំណត់ខ្លួនឯងមិនមែនអ្នកដទៃហើយកុំរស់លើមាត់អ្នកដទៃវាអត់មានបានផលអីមកវិញនេះអរគុណហើយវីដេអូនេះផងដែរបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តក៏ជួយ like ជួយ share ហើយនឹង follow ផងដើម្បីទទួលបានបទពិសោធន៍ថ្មីក៏ដូចជាបទពិសោធន៍បន្ថែមឬមួយក៏ការលើកទឹកចិត្តបន្ថែមអរគុណ